ចូលយើងត្រឡប់ទៅរឿងព្រេងនិទានរវាងមែននិងរីយ៉ូភូវិញថ្ងៃនេះខ្ញុំចង់ណែនាំព្រឹត្តិការណ៍សំខាន់រវាងមែននិងរីយ៉ូភូមុនពេលយើងចាប់ផ្ដើមសូមកុំភ្លេចចុច Subscribe Channel របស់ខ្ញុំសូមជួយគាំទ្រខ្ញុំដោយការជីវ Channel របស់ខ្ញុំការប្រកួតរវាងក្រុមទាំងពីរមិនមែនគ្រាន់តែជាបាល់ទាត់នោះទេវាគឺជាសង្គ្រាមមនោគមវិជ្ជាសង្គ្រាមសេចក្តីថ្លៃថ្នូរព្រឹត្តិការណ៍រឿងព្រេងនិទានរបស់អ្នកគាំទ្រក្រុមក្រហមនិងក្រុមខ្មោចដែលនឹងមិនអាចបំភ្លេចបានថ្ងៃដែលរីយ៉ូភូយកឈ្នះ70អ្នកគាំទ្រខ្មោចរំភើបជាងអង្គរទៅទៀតការប្រកួតនៅថ្ងៃនោះមែនលេងដូចជ្រូករត់លើដំបោះប៉ុន្តែការប្រកួតនៅថ្ងៃទី3ត្រូវបានហុំព័ទ្ធដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយរឿងដំបូងដែលខ្ញុំត្រូវប្រាប់គឺស្ថាននៃចំនួនរវាងក្រុមទាំងពីរមិនបានចាប់ផ្ដើមនៅក្នុងទីលានបាល់ទាត់ទេប៉ុន្តែមានចំណុចរបត់មួយពីចំនួនសេដ្ឋកិច្ចនៅចុងសតវត្សទី19នៅពេលដែលពាណិជ្ជករម្នាក់នៅក្នុងទីក្រុង Manchester បានសម្រេចចិត្តសាងសង់កន្លែងផលិតកប៉ាល់មួយក្នុងឆ្នាំ1894ដើម្បីជៀសវាងការបង់ពន្ធលើកប៉ាល់និងថ្លៃរថភ្លើងខ្ពស់ទៅកាន់រីយ៉ូភូការសាងសង់កប៉ាល់នេះបានប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចរបស់រីយ៉ូភូនោះគឺជាការបរាជ័យលើកដំបូងរបស់ប្រជាជនមិនមានបាល់ទាត់ពាក់ព័ន្ធទេកិច្ចប្រជុំលើកដំបូងបានធ្វើឡើងនៅក្នុងខែមេសាឆ្នាំ1894ត្រឹមតែ3ខែបន្ទាប់ពីការបើកកន្លែងផលិតកប៉ាល់វាគឺជាការប្រកួតសាកល្បងដើម្បីកំណត់សិទ្ធិលេងក្នុងក្របខ័ណ្ឌទី1រីយ៉ូភូដែលជាជើងឯកនៃក្របខ័ណ្ឌទី2នៅពេលនោះអាចយកឈ្នះ Newton Hill ឈ្មោះដើមរបស់ Man Out គឺអំបីលទ្ធផលគឺ Newton Hill ត្រូវដកចេញហើយរីយ៉ូភូត្រូវបានជំនួសដែលជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយក្រុមបាល់ទាត់បានចូលរួមក្នុងព្រឹត្តិការណ៍នេះប្រវត្តិសាស្ត្រនៃការឆ្ពោះទៅមុខយ៉ាងលឿនអស់រយៈពេលជាង100ឆ្នាំក្រុមទាំងពីរមានពេលវេលាដ៏អស្ចារ្យក្រុមជើងឯកលីកគឺដូចគ្នាពានរង្វាន់ FA Cup គឺខុសគ្នាបន្តិចបាល់ទាត់អឺរ៉ុបចាប់តាំងពីសម័យកាលអឺរ៉ុបបានផ្លាស់ប្ដូរទៅជា Champions League រីយ៉ូភូអាចរក្សាពានរង្វាន់បានច្រើនជាងមួយដែលអាចទទួលយកបានពីតួលេខរីយ៉ូភូល្អជាងពានមួយទៀតរឿងបន្ទាប់គឺសម័យកាលនៃការបោះបង់ចោល Sir Alex Fergusonហើយទាត់រីយ៉ូភូឲ្យធ្លាក់ពីលើកំពូលក្នុងអំឡុងសតវត្សទី70ដល់80តើអ្នកណាធ្លាប់បានឃើញវាសូមប្រាប់ខ្ញុំផងថារីយ៉ូភូមានទំហំធំប៉ុណ្ណានៅពេលនោះគាត់គឺជាមហាអំណាចពិតប្រាកដនៃបាល់ទាត់អឺរ៉ុបគាត់មានរយៈពេលយូរនៃការត្រួតត្រាអស់រយៈពេល19ឆ្នាំពីឆ្នាំ1973ដល់1992គាត់បានឈ្នះពានរង្វាន់ Champions League ចំនួន11ដងនិងពានរង្វាន់ European Cup សរុបចំនួន7ដងខណៈពេលដែល Man Out ត្រូវប្រឈមមុខនឹងភាពផ្ទេរក្នុងកម្មវិធីលីកអស់រយៈពេលយូរយ៉ាងណាក៏ដោយក្រុមបិសាចក្រហមគឺជាឧបសគ្គដ៏សំខាន់មួយនៅក្នុងកម្មវិធីបាល់ទាត់ព្រឹត្តិការណ៍ដែលអ្នកគាំទ្រ Man Out មិនអាចបំភ្លេចបានជើងឯក FA Cup ក្នុងឆ្នាំ1977នៅឯកីឡដ្ឋាន Wembley រីយ៉ូភូគឺជាជើងឯកលីកហើយគាត់ហៀបនឹងឈ្នះពានរង្វាន់ European Cup ក្នុងរយៈពេល4ថ្ងៃខាងមុខពួកគេបានកំណត់គោលដៅក្លាយជាក្រុមដំបូងគេដែលឈ្នះពានរង្វាន់ Champions League ប៉ុន្តែ Man Out អាចបំបែកក្តីស្រមៃនោះបានដោយឈ្នះ 2-1 ពីការស៊ុតបញ្ចូលទីរបស់ Stuart Pearson និង Jamie Greenhoff ដោយចំណាយពេលត្រឹមតែ5នាទីប៉ុណ្ណោះនៅក្នុងតង់ទី1នៃការប្រកួតហើយនៅពេលដែលពិភពលោកបានងាកទៅរកឆ្នាំ1986បុរសម្នាក់នេះបានដើរចូលមក Alex Ferguson នៅចំណុចនេះការប្រកួតអាចនឹងផ្លាស់ប្ដូរបន្តិច Fergie មានបំណងច្បាស់លាស់មួយគឺដើម្បីបំផ្លាញភាពអស្ចារ្យរបស់រីយ៉ូភូនៅឆ្នាំ1994នៅឯកីឡដ្ឋាន Anfield គាត់បានបង្កើតការប្រកួតមួយក្នុងចំណោមការប្រកួតបុរាណបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ពេលដែល Man Out នាំមុខ3-0ក្នុងរយៈពេល25នាទីដំបូងពី Steve Both, Ryan Giggs និង Dennis Irwin ប៉ុន្តែ Rio Poo ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Graham Souness ហើយបានបង្កើត output head មួយ3ពី2គ្រាប់ពី Nigel Krupp និង New Rosedog ដែលជាការប្រកួតមួយក្នុងចំណោមការប្រកួតដែលត្រូវបានសរសើរវាជាការប្រកួតដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League បរិយាកាសបន្ទាប់ពីការប្រកួតគឺដូចគ្នាប៉ុន្តែ Rio Poo បានអបអរសាទរដូចជាគាត់បានឈ្នះខណៈពេលដែល Fergie ឈឺក្បាលពីព្រោះក្រុមរបស់គាត់គួរតែបានបិទការប្រកួតចាប់តាំងពីតង់ទី1មកនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបមានព្រឹត្តិការណ៍មួយចំនួនដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងរហូតដល់វាក្លាយជារឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងវិស័យបាល់ទាត់ដែលជារឿងព្រេងនិទានកំពូលនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាអ្នកគាំទ្រចង់ចាំអ្នកគាំទ្រចង់បំភ្លេចចោលចូលយើងមើលថាមានអ្វីកើតឡើងនៅថ្ងៃនោះការប្រកួតនេះមានចំណងជើងថាឃាតកម្មនៅ Anfield ក្រោមការដឹកនាំរបស់ Erik ten Hag បានដើរទៅកាន់ Anfield ដោយមានទំនុកចិត្តការប្រកួតនៅតង់ទី1ហាក់ដូចជាដំណើរការទៅបានល្អប៉ុន្តែបន្ទាប់ពី Cody Gakpo ស៊ុតបញ្ចូលទីនៅនាទីទី43អ្វីដែលបានកើតឡើងនៅតង់ទី2គឺការដួលលំនៃមនោគមវិជ្ជារបស់ក្រុម Rio Poo ស៊ុតបញ្ចូលទីបាន6គ្រាប់ទៀតនៅវគ្គទី2តាមរបៀបឆ្កួតតើអ្នកណាជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតនោះអ្នកគាំទ្រ Hongdae នៅចាំទេគ្រាប់បាល់បានបញ្ចប់នៅ70គ្រាប់
រីយ៉ូពូមានការខកចិត្តយ៉ាងខ្លាំងនេះជាជ័យជំនះដ៏ខកចិត្តបំផុតក្នុងប្រវត្តិសាស្ត្រនៃការជួបគ្នាហើយវាជាការបរាជ័យដ៏ខកចិត្តបំផុតរបស់ក្រុម Manchester United ក្នុងយុគសម័យ Premier League គឺការប្រកួតនោះពិតជាល្អណាស់សម្រាប់រីយ៉ូពូមិនថាវាគួរឲ្យខ្លាចប៉ុណ្ណាទេមិនថាគាត់បាញ់ប៉ុន្មានគ្រាប់ទេវាងាយស្រួលពេកវាខុសខើពេកហើយបន្ទាប់ពីការប្រកួតនេះគឺជាការបរាជ័យដ៏ខកចិត្តបំផុតហ្គេមនេះបានបង្កើតវីរបុរសជាច្រើនសម្រាប់មនុស្សជាច្រើនសម្ពាធខ្ពស់ពីលើមេធ្វើឲ្យអ្នកដែលអាចបង្កើតស្នាដៃលេចធ្លោក្លាយជារឿងព្រេងនិទានរបស់ Samuelson នៅឆ្នាំ2010យើងបានឃើញ Dimitar Berbatov សម្ដែងកម្មវិធីបុរាណមួយប្រធានក្រុមប៊ុលហ្គារីបានបង្កើតការស៊ុតបញ្ចូលទី3គ្រាប់ដ៏ស្រស់ស្អាតបំផុតមួយជាពិសេសគ្រាប់បាល់ទី2ដែលជាប៉េងប៉ោងខ្យល់វាបានស៊ុតចំគោលដោយយ៉ាងល្អឥតខ្ចោះនិងជួយឲ្យក្រុម United ឈ្នះ3-2នៅឆ្នាំបន្ទាប់ក្នុងឆ្នាំ2011តើអ្នកនៅចាំបុរសម្នាក់នេះទេអ្នកគាំទ្ររបស់ The Court គាត់បានស៊ុតបញ្ចូលទីបាន3គ្រាប់ក្នុងចម្ងាយត្រឹមតែ 8.94 ម៉ាយប៉ុណ្ណោះវាជាការស៊ុតបញ្ចូលទី3គ្រាប់ខ្លីបំផុតក្នុងលីក Premier League ដោយមានជំនួយយ៉ាងអស្ចារ្យពី Dries Suarez បាល់បានធ្លាក់ចូលគោលដៅយ៉ាងល្អឥតខ្ចោះដោយគ្មានអ្នកណាឈប់ឡើយនៅឆ្នាំ2015 Anthony Martial បានបង្ហាញខ្លួនជាលើកដំបូងហើយបានកើតមកជាមួយនឹងការលេងបាល់ទោលគាត់បានទៅបាញ់ប៉េងប៉ោងខ្យល់ក្នុងការប្រកួតបើកឆាកនៅ Old Trafford វាបានបង្កើតការរំភើបសម្រាប់អ្នកគាំទ្រជុំវិញពិភពលោកបុរសនៅពីក្រោយបាឡុងខ្យល់ដែលបដិសេធមិនព្រមត្រឡប់ទៅវិញតើអ្នកនៅចាំឈ្មោះគាត់ទេតើគាត់ជានរណាត្រឡប់ទៅឆ្នាំ2006បន្ទាប់ពី Leo Ferdinand រកបានគ្រាប់បាល់នៅនាទីចុងក្រោយ Neville បានរត់50យ៉ាតដើម្បីអបអរសាទរអ្នកគាំទ្រ Liverpool ហើយបានថាភ្នែក Samuelson ដែលបណ្ដាលឲ្យគាត់ត្រូវបានពិន័យជាប្រាក់5,000 ផោនគាត់ធ្លាប់បាននិយាយនៅក្នុងការបង្ហោះមួយថាគាត់នឹងចំណាយប្រាក់100ដងទៀតជាធ្នូនឹងអារម្មណ៍នោះឬនៅឆ្នាំ2009 Gerrard ក៏មានឈុតឆាកដ៏អស្ចារ្យមួយដែរក្នុងជ័យជំនះ4-1នៅ Old Trafford Gerrard បានរត់ទៅថើបកាមេរ៉ាដែលបានក្លាយជាការអបអរសាទរដ៏ល្បីល្បាញហើយគាត់បានធ្វើវាម្ដងទៀតក្នុងជ័យជំនះ3-0ក្នុងឆ្នាំ2014នោះគឺជាពេលវេលាដ៏រំភើបមួយឥឡូវនេះចូលយើងពិនិត្យមើលពេលវេលាដ៏ខ្មៅងឹតមួយចំនួនព្រឹត្តិការណ៍មួយដែលអ្នកគាំទ្រនៅតែនិយាយអំពីដោយទំនុកចិត្តគឺនៅថ្ងៃទី22ខែមីនាឆ្នាំ2015 Steven Gerrard ដែលស្ថិតនៅក្នុងវឹកចុងក្រោយជាមួយ Liverpool ត្រូវបានបញ្ជូនទៅទីលានជាកីឡាករបម្រុងនៅតង់ទី1ដើម្បីជួយសង្គ្រោះស្ថានភាពបន្ទាប់ពីក្រុមបានតាមពីក្រោយ 0-1 ប៉ុន្តែត្រឹមតែ38វិនាទីប៉ុណ្ណោះបន្ទាប់ពីស៊ុតបញ្ចូលទី Gerrard បានរត់ទៅកាន់បង្គោលទីរបស់ Anderlecht នៅចំពោះមុខអាជ្ញាកណ្ដាល Martin Ederson គាត់ត្រូវបានក្រុមហង្សក្រហមដេញចេញពីទីលាននេះគឺជាការស៊ុតបញ្ចូលទីលឿនបំផុតមួយរបស់ហង្សក្រហមក្នុងប្រវត្តិសាស្ត្រ Premier League ហើយវាជាលើកចុងក្រោយដែលក្រុមហង្សក្រហមបានបិទការប្រកួតហើយឧบัติហេតុនេះគឺជារឿងព្រេងនិទានមួយដែលមិនគួរជារឿងព្រេងនិទានឡើយវាជាឧบัតិហេតុនៃកំហុសរវាង Luis Soler និង Patrick Vieira ក្នុងអំឡុងពេលឆ្នាំ2011-2012នេះគឺជាព្រឹត្តិការណ៍ដែលបានបង្កើតភាពរំជើបរំជួលបំផុតវាបានចាប់ផ្ដើមនៅថ្ងៃទី15ខែតុលាឆ្នាំ2011នៅពេលដែល Vieira បានត្អូញត្អែថា Soler បានប្រើពាក្យនេះដើម្បីជន់លើស្បែករបស់គាត់ការស៊ើបអង្កេតរបស់សមាគមបាល់ទាត់ FA បានរកឃើញថា Soler បានប្រើពាក្យ Nico រហូតដល់7ដងក្នុងរយៈពេលត្រឹមតែ2នាទីប៉ុណ្ណោះ Soler ត្រូវបានហាមឃាត់មិនឲ្យចូលលេងចំនួន8ប្រកួតនិងពិន័យជាប្រាក់ចំនួន40,000 ផោនភាពតានតឹងបានឈានដល់កម្រិតកំពូលនៅក្នុងការប្រកួតបន្ទាប់នៅ Old Trafford នៅពេលដែល Soler បានបដិសេធមិនចាប់ដៃជាមួយ Vieira មុនពេលការប្រកួតចាប់ផ្ដើមវាបាននាំឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរវាងក្រុមទាំងពីរបន្ទាប់ពីការប្រកួតប្រសិនបើអ្នកនៅចាំការប្រកួតនោះសូមមេត្តាបញ្ចេញមកទៅនៅខាងក្រោមហើយពេលវេលាដ៏ល្អបំផុតរវាងក្រុមទាំងពីរនេះគឺពេលវេលាដ៏អស្ចារ្យចុងក្រោយនិងជ័យជំនះដែលហួសពីការរំពឹងទុកដែលធ្វើឲ្យក្រុមហង្សក្រហមមិនដែលខ្លាចជារឿងធម្មតាឡើយមិនថាក្រុមណានៅបាត់តារាងទេត្រឡប់ទៅឆ្នាំ1999ក្នុងពានរង្វាន់ FA គឺជុំទី4ដោយនាំមុខ 1-0 រហូតដល់នាទីទី88ប៉ុន្តែក្រុម The White តែងតែឈ្នះហើយ Soler បានស៊ុតចំគោលដៅក្នុងអំឡុងពេលសម្រាប់ការប្រកួតនេះត្រូវបានចាត់ទុកថាជាសក្ខីភាពនៃភាពជោគជ័យនៃពានរង្វាន់ UEFA Champions League នៅទីក្រុងបាសេឡូណាក្នុងរយៈពេល4ខែបន្ទាប់នៅឆ្នាំ2007 John O'Shea បានស៊ុតចំគោលដៅដើម្បីឈ្នះ Man U ក្រុម Manchester United បានលេងក្នុងលទ្ធផល 10-0 បន្ទាប់ពីលទ្ធផលត្រូវបានពិន័យជាកាត់ក្រហមប៉ុន្តែ John O'Shea បានក្លាយជាវីរបុរសគាត់បានរិះគន់ The Kop ក្នុងអំឡុងពេលសម្រាកហើយបានជួយក្រុម United ឡើងទៅលេង Champions League នៅឆ្នាំនោះឬការប្រកួត FA Cup ក្នុងឆ្នាំ2024 Anthony ដែលត្រូវបានស្ដីបន្ទោសអស់រយៈពេល1ឆ្នាំអាចស៊ុតបញ្ចូលទីបានខណៈពេលដែល Liverpool ហៀបនឹងឈ្នះ Anthony
ដែលកំពុងរងចាំឥឡូវនេះអាចតាក់ទាញនាងបានវាជាមេមដ៏ល្បីល្បាញមួយនៅក្នុងប្រទេសថៃស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងតាមពេលវេលាអេលៀតបានបាញ់ទៅលើទីក្រុងលីវើភូលម្ដងទៀតហើយលោកវិជ្ជបណ្ឌិតរ៉េតអាចបាញ់បានម្ដងទៀតបន្ទាប់មកអេម៉ែតបានបង្កើតអភូតហេតុមួយគាត់បានរត់និងស៊ុតបញ្ចូលទីវាគឺជាទ្វារមួយសម្រាប់ក្រុម United ដើម្បីឈ្នះ4-3ក្នុងពេលបច្ចុប្បន្ន121ចាប់ពីការជួយពីយន្ត Garnecow កម្លាំង1,500 គករហូតដល់សម្លេងអបអរសាទររបស់ Otterford មុនពេលដែលកាត់លឿងត្រូវបានឡើងក្រហមដោយការដោះអាវរបស់គាត់ក្រុម Liverpool ក៏មានពេលវេលាដ៏អាក្រក់មួយដែរនៅឆ្នាំ2020ក្រុម Liverpool បានឈ្នះ2-0នៅ Anfield ក្នុងឆ្នាំដែលពួកគេកំពុងស្វែងរកពានរង្វាន់ Champions League វាជាការប្រកួតដ៏លំបាកមួយតាំងពីដើមមកហើយនៅចុងបញ្ចប់នៃការប្រកួតនៅនាទីទី90ក្រុម Man Earth បានបដិញ្ញាចិត្តយ៉ាងខ្លាំងក្នុងការឈ្នះជានិច្ច Alisson Becker បានលេងការប្រកួតដ៏វែងមួយពីខាងមុខMohamed Salah នៅម្នាក់ឯងលើទីលានគាត់បានស៊ុតបញ្ចូលទី David De Gea នៅនាទីចុងក្រោយ Alisson បានរត់ពីទ្វារមុខចុះពីលើភ្នំដើម្បីអបអរសាទរ Salah វាជាពេលដែលអ្នកគាំទ្របានច្រៀងថាយើងនឹងឈ្នះលីកវាជាលើកដំបូងដែលពួកគេបានប្រកាសថាឆ្នាំនោះជាឆ្នាំរបស់ក្រុមហង្សក្រហមមិនត្រឹមតែឆ្នាំនេះទេប៉ុន្តែក៏នៅឆ្នាំក្រោយផងដែរវាគឺជាជំហានមួយទៅមុខបន្ទាប់ពីការចាក់ចេញរបស់ Diego Jota តើអ្នកដឹងទេថាពិភពបាល់ទាត់ស្រឡាញ់អ្នកប៉ុណ្ណាព្រឹត្តិការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រក្រុមទាំងពីរបង្ហាញការអាណិតអាសូររបស់ពួកគេដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតរវាងក្រុមក្រហមនិងក្រុមក្រហមកាលពីខែតុលាឆ្នាំ2015នៅកីឡដ្ឋាន Anfield អ្នកគាំទ្រ Man Earth បានទះដៃអបអរសាទរ Jota នៅនាទីទី20ក្នុងពេលតែមួយនេះជាពេលវេលាដ៏ល្អបំផុតវាលើសពីការប្រកួតប្រជែងវាលើសពីសេចក្តីថ្លៃថ្នូរតម្លៃនៃមនុស្សជាតិនៅតែមាននៅក្នុងការប្រកួតប្រជែងក្នុងវិស័យកីឡាព្រឹត្តិការណ៍នេះអាចត្រូវបានពិពណ៌នាថាជាបាល់ទាត់ដែលមានច្រើនជាងបាល់ទាត់តាមរបៀបដ៏ស្រស់ស្អាតបំផុតសូមអរគុណសម្រាប់ការទស្សនាមុនពេលយើងបញ្ចប់ពីព្រោះបាល់ទាត់មានច្រើនជាងបាល់ទាត់ថ្ងៃនេះកីឡាករបាល់ទាត់ត្រូវលាហើយជួបគ្នានៅវីដេអូបន្ទាប់លាហើយ